មកដឹងពីអត្ថប្រយោជន៍របស់ផ្លែស្ពឺផ្លែស្ពឺមានរូបរាងស្ដើងសម្បកក្រមួនសម្បកពណ៌លឿងពណ៌ទឹកក្រូចនិងមានសាច់ពណ៌លឿងខ្ចីពេលទុំផ្លែស្ពឺគឺមានរនាំងបណ្ដោយដែលលេចធ្លោចំនួន5ឬ6នៅផ្នែកឆ្លងកាត់វាស្រដៀងនឹងផ្កាយសាច់របស់វាគឺល្អក់ហើយពណ៌លឿងផ្លែស្ពឺគឺល្អសម្រាប់សុខភាពគឺរួមមានការបង្កើនប្រព័ន្ធភាពស៊ាំរំញោចការបំបៅកូនការបន្សាបជាតិពុលរាងកាយបំបត្តិបញ្ហាផ្លូវដង្ហើមការពារស្បែកជំនួយដល់ការសម្រកទម្ងន់បង្កើនល្បឿនមេតាបូលីសការពារជំងឺមហារីកបង្កើនការរំលាយអាហារនិងបង្កើនឆ្អឹងរឹងមាំដោយសារតែវីតាមីននិងសារធាតុផ្សេងៗដែលមាននៅក្នុងផ្លែស្ពឺនេះហើយទើបអ្នកទទួលទានផ្លែស្ពឺទទួលបាននូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពទី1ផ្លែស្ពឺជួយឲ្យយើងគេងលក់ស្រួលទី2ផ្លែស្ពឺជំនួយដល់សុខភាពស្បែកទី3ជួយកាត់បន្ថយជាតិកូលេស្តេរុលទី4ផ្លែស្ពឺសម្រាប់ស្ត្រីពពោះអាចញ៉ាំបានក្នុងបរិមាណសមល្មមគឺល្អសម្រាប់កូនក្នុងផ្ទៃទី5ផ្លែស្ពឺគឺជួយគ្រប់គ្រងសម្ពាធឈាមឡើងខ្ពស់ទី6ផ្លែស្ពឺក៏វាមានតួនាទីពង្រឹងនិងជំនួយដល់ប្រព័ន្ធរំលាយអាហារផងដែរទី7មិនត្រឹមតែប៉ុណ្ណោះក៏ពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងការកើតជំងឺផ្សេងៗពិសេសជំងឺឆ្លងថែមទៀតទាំងនេះគឺជាអត្ថប្រយោជន៍មួយចំនួនប៉ុណ្ណោះរបស់ផ្លែស្ពឺផ្លែស្ពឺគឺជាផ្លែឈើមួយប្រភេទដែលផ្ទុកនៅកាឡូរីទាបប្រមាណជា31កាឡូរីក្នុងផ្លែស្ពឺដែលមានទម្ងន់100ក្រាមផ្លែស្ពឺគឺជាផ្លែឈើដែលផ្ទុកនៅសារធាតុប្រឆាំងអុកស៊ីតកម្មវីតាមីន B និង C និងមានជាតិរ៉ែដូចជាកាល់ស្យូមម៉ាញ៉េស្យូមប៉ូតាស្យូមស័ង្កសីនិងជាតិដែកជាដើម